ជាបឋមសូមក្រាបថ្វាយបង្គំប្រជាជនប្រសងគ្រប់ព្រះអង្គសូមគ្រប់លោកគ្រូប្របានសិក្សាដូចជាទីគោរពដ៏ជាទីស្រឡាញ់យ៉ាងថ្ងៃនេះខ្ញុំភ័យមែនទែនលើកដំបូងបានជួបលោកគ្រូហើយសូមអរគុណលោកគ្រូសូមអរគុណច្រើនមែនទែនជួយជីវិតខ្ញុំកណាខ្ញុំច្រើនណាស់ថ្ងៃនេះចង់ចូលរួមពីប្រធានបទធម្មសន្តានារបស់យើងថ្ងៃនេះគឺការប្រតិបត្តិពធនៅក្នុងជីវភាពប្រចាំថ្ងៃប៉ុន្តែពីអ្វីដែលខ្ញុំអង្កេតខ្លួនឯងផ្ទាល់ឃើញថាប្រជាជនយើងភាគច្រើនកាលណានិយាយពីពធនិយាយពីពុទ្ធសាសនាគាត់នឹកដល់រឿងទៅវត្តរឿងកឋិនជុំធ្វើបុណ្យផ្កាយចឹងទៅអញ្ចឹងខ្លួនឯងនឹងច្រើនតែកាលណានិយាយប្រាប់គេពីពធគេអត់ដែលស្ដាប់បានទេហើយតឹងទ្រូងមែនតើប្រាប់អ្នកផ្ទះប្រាប់ឪពុកម្ដាយប្រាប់លោកតាយាយគាត់ស្ដាប់អត់បានទេអញ្ចឹងទៅអត់ដឹងថាតើគួរធ្វើយ៉ាងណាអាចឲ្យគេយល់ថាពុទ្ធជាទីពឹងទីរលឹកធម៌ពុទ្ធគឺមានន័យជួយខ្លាំងមែនទែនក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយពុទ្ធជាទីរលឹកគឺនឹកគុណប៉ុន្តែសប្តាហ៍ថ្ងៃទូទៅគឺពុទ្ធជាទីសុំទីប្រាថ្នាជាកន្លែងដែលសុំកន្លែងដែលចង់បានដល់ខ្លួនឯងផ្ទាល់វិញហើយប្រទេសយើងមានភ័ព្វសំណាងដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋមានភាគរយដែលអ្នកកាន់ពុទ្ធសាសនានឹងច្រើនជាងគេក្នុងពិភពលោក 95% ច្រើនណាស់ប៉ុន្តែចំនួនភាគរយដ៏ធំហ្នឹងគឺមិនមែនជាអ្នកដែលយល់ដឹងពីពុទ្ធសាសនាពិតទេមានភាគរយតិចមែនទែនថ្ងៃនេះខ្ញុំគិតថាមិនមានជាសំណួរទេតែមានជាសំណូមពរវិញចង់ថាព្រោះតាមរយៈការ live នេះហើយលោកគ្រូផ្ទាល់ក៏ដូចជាមានវត្តមាននឹងការអញ្ជើញចូលរួមពីលោកជំទាវជាមេដាក្មេករបស់សម្ដេចនាយរដ្ឋមន្ត្រីទៀតសូមថាធ្វើយ៉ាងម៉េចឲ្យពធពិតនេះបានគោះពីខាងក្រោមវិញពីព្រោះខ្ញុំគិតថាលោកយាយលោកតាអ៊ំពូមិញដែលអាយុច្រើនហើយពិបាកនឹងថាធ្វើឲ្យគាត់កែប្រែពីការគិតរបស់គាត់ថាពុទ្ធសាសនាគឺជាមេរៀនត្រាស់ដឹងពិបាកបាទអញ្ចឹងចង់ថាធ្វើម៉េចក្នុងកម្មវិធីសិក្សារបស់ក្មេងៗអាចបញ្ជ្រាបពីគ្រប់សាលាទៅថាមានកម្មវិធីសិក្សាពីពុទ្ធសាសនាហើយមានជាកម្មវិធីប្រឡងឲ្យដូចជាមុខវិជ្ជាគណិតភាសាខ្មែរជីវៈអីអញ្ចឹងលោកគ្រូឲ្យបើសិនជាបានអញ្ចឹងបានគិតថាអាចនឹងឲ្យពុទ្ធសាសនានឹងយើងអាចរីកចម្រើនបានរាល់ថ្ងៃនេះគឺរីកចម្រើនតែឈ្មោះទេហើយការចំណាយធនធានរបស់ពុទ្ធបរិស័ទយើងគឺអត់ចំគោលដៅគាត់ធ្វើវត្តគាត់ធ្វើខ្លោងទ្វារអីទៅប៉ុន្តែផ្លូវសាលារៀនអត់មានទេវត្តស្អាតហើយប៉ុន្តែផ្លូវតិចមែនតើផ្លូវអត់មានកលុកកលាក់អញ្ចឹងខ្ញុំគិតថាខ្ញុំគិតដល់រឿងថ្ងៃក្រោយទៅជាតិយើងពិបាកបើមិនជាបានចូលរួមពុទ្ធសាសនាបានត្រឹមត្រូវគឺយើងអាចជួយបានច្រើនអញ្ចឹងស្របតាមប្រធានបទថ្ងៃនេះគឺកិច្ចប្រតិបត្តិពធតាមជីវភាពប្រចាំថ្ងៃអញ្ចឹងសូមឲ្យលោកគ្រូជួយផងហើយសូមលោកជំទាវជួយធ្វើម៉េចឲ្យបានជ្រុតជ្រាបអាហ្នឹងផងអរគុណខ្ញុំមានប៉ុណ្ណឹងមុននឹងឆ្លើយសំណួរបងអូនខ្ញុំចាប់អារម្មណ៍មតិរបស់បងអូនខាងមុនបន្តិចជាអ្វីដែលយើងចង់បានហើយប៉ុន្តែអ្វីវាកើតពីបច្ច័យហ្នឹងហើយពីព្រោះមេគាពធហ្នឹងវាកប់ជ្រៅពេកមានពេលខ្លះយើងសនំពោថាឲ្យវាមានការសិក្សាទូទាំងប្រទេសអញ្ចឹងមានពេលខ្លះខ្ញុំខ្លាចវិញនិយាយមែនធនធានយើងចេះដឹងធัวមែនតេហ្នឹងវាតិចឥឡូវទៅក្រសួងដាក់មកថាសុំដាក់អានឹងបរិញ្ញាទូទាំងប្រទេសខ្ញុំខ្លាចយកទៅបរិញ្ញាខុសទៀតវល់ដល់មនុស្សពេញប្រទេសទៀតអញ្ចឹងទៅសំសិនទៅចាំយល់ច្រើនសិនហ្នឹងហើយយើងកោះរំលើងឲ្យយល់ពីមេគាពធហ្នឹងឲ្យបានច្រើនគ្នាសិនហ្នឹងហើយព្រោះមេគារបស់ពុទ្ធមែនតែនទៅមិនមែនជាមេគាចាប់បង្ខំទេជាមេគាពន្យល់ឲ្យយល់បំផុសបញ្ញារបស់យើងម្នាក់បើយើងគ្រាន់តែរៀបចំជាសម្ដាប់ធ្នាប់បានខ្ញុំគិតថាធ្វើបានឧទាហរណ៍ដូចជាគ្រាន់តែរៀនគោលខ្លះអីខ្លះតែវាអត់ចូលដល់វាអត់កើតហ្នឹងគ្រាន់តែថាឲ្យរៀនសូត្រធម៌មុនរៀនអីសូត្រធម៌ឯងទេ
dân là dân riêng ở vô sẵn tập là dân lại tăng chất đôi ôn mình nó tăng chất bạn dây phép kế là nâng vô toàn đỏ từ vô đó là lên tăng ngày thua nè chẳng á bị pro không yên mà nô na mà nè trong vô khói mẹ đấy ở đây ba cái tha ở viên mà bỏ là ó nâng rồi bỏ mình là ó vô mười nà và cắt chỉ vô rồi bỏ là ó cho đây che thì vô là bỏ mình là ó mau bị ấy mau bị chó chờ lòng đi mình có chồng chân này anh em mà dừng lên không tại vì dân đâu không cho mẹ kia mà thôi lo rằng ấy mấy con riêng anh em dân nè mơ khơi là o tại bởi con mơ toàn khơi là o không nên đấy này ngày chẳng nhưng có trong ban đây trong oi mẹ kia mà thôi nó đi đọc đà khăn phần tay út tìa họ bà sân chia xẹp ta có xuống riêng trong thả trâu và chô bột xa xa nhưng phây và đòi vậy mến à nhưng phây mà nhưng phây khai set à cô ca và riêng năng về ập trời tôi nãy coi thì tốt vì muốn nhưng sẽ trong chân đây đó phần đợt mình tên tới chương cá dân ban tại rụp hiệp ban tại rụp biếp tại chân tới chương cá việt tới chỉ khát pê về liên để ca sắc xả bọc mình với cầm miền này và năng dân thử chế cái này tràn tiệt bà nó bầm non lo bỏ vốn lo hai mình lo thì